បាទថ្ងៃនេះខ្ញុំមានធីបមួយចំនួនសម្រាប់ចែកជូនបងប្អូនដែលមានបំណងចង់លក់អចលនទ្រព្យដូចជាដីហើយនិងផ្ទះផ្ទាល់ខ្លួនហើយដោយមិនចាំបាច់ពឹងអាចិនស៊ីទេអាចធ្វើការដាក់លក់ដោយខ្លួនឯងបានហើយខ្ញុំមានចំណុចពី3ចំណុចដែលបងប្អូនអាចរៀបចំចលនទ្រព្យខ្លួនឯងមិនថាផ្ទះមិនថាដីហ្នឹងដាក់លក់នៅក្នុងទីផ្សារហើយអាចលក់បានដោយខ្លួនឯងទៀតអញ្ចឹងខ្ញុំធ្វើការរៀបរាប់ជូនបងប្អូនក្នុងទី1បងប្អូនមុននឹងបងប្អូនមិនថាលក់ផ្ទះលក់ដីទេបងប្អូនត្រូវតែសម្អាតផ្ទះហើយនឹងដីរបស់បងប្អូនឲ្យបានស្អាតឧទាហរណ៍ផ្ទះអញ្ចឹងបងប្អូនត្រូវសម្អាតវាឲ្យវា clean កុំឲ្យមានសម្រាមបងប្អូនឲ្យគេចូលមកស្រឡះគឺមានហុងស៊ុយអញ្ចឹងណាដើម្បីឲ្យអតិថិជនដែលគាត់ចង់មកមើលហ្នឹងគាត់មានអារម្មណ៍ល្អតាក់ទងមួយដីវិញបងប្អូនទៅត្រៃសម្អាតព្រៃឲ្យបានស្អាតនេះខ្ញុំលើដីល្មមណាទំហំល្មមដែលបងប្អូនអាចត្រៃបានសម្អាតវាបានស្អាតទៅមើលទៅស្រឡះណែទុកដើមឈើធំទៅបានហើយអាដើមឈើទូចកាប់ចោលសម្អាតវា clean ទៅបាទឲ្យអតិថិជនគាត់មើលហ្នឹងវាពេញភ្នែកពេញមុខពេញមាត់អញ្ចឹងណាចំណុចទី2តាក់ទងជាមួយនឹងផ្ទះបើសិនជាក្នុងករណីបងប្អូនចង់លក់ឲ្យវាមានតម្លៃល្អងាយស្រួលឲ្យអតិថិជននឹងចាប់អារម្មណ៍ទៅលើផ្ទះយើងខ្លាំងបងប្អូនដែលមានគ្រឿងសង្ហារឹមឬក៏ផ្ទះបងប្អូនថ្មីនៅប្លុកថ្មីអត់ទាន់មានសង្ហារឹមបើអាចវិនិយោគបានខ្លះគួរតែរៀបចំគ្រឿងសង្ហារឹមខាងក្នុងឲ្យវាមានមើលទៅឲ្យវាបានស្អាតខ្លះរៀបចំមួយចំនួនឲ្យវាពេញភ្នែកគឺវាប្រៀបបីដូចជាអ្នកដែលគាត់ចូលមករស់នៅហ្នឹងគាត់មានអារម្មណ៍ថាគាត់ដូចជាផ្ទះគាត់តែម្ដងអញ្ចឹងយើងរៀបចំឲ្យស្អាតឲ្យហើយទៅអានេះជាភាពតាក់ទាញមួយការវិនិយោគនឹងមួយដែលដើម្បីឲ្យបង្កើនតម្លៃផ្ទះរបស់បងប្អូនចង់ដាក់លក់បាទហ្នឹងវាជាកលឹះមួយសម្រាប់បងប្អូនចង់ដាក់លក់ខ្លួនឯងអញ្ចឹងណាចំណុចទី2ចំណុចទី3ពេលបងប្អូនរៀបចំផ្ទះសម្បែងហើយនឹងដីឲ្យបានស្អាតបាតហើយបងប្អូនគួរតែព្យាយាមថតរូបផ្ទះបងប្អូននឹងឲ្យបានច្រើនប៉ុស្តិ៍ហើយព្យាយាមថតឲ្យមានពន្លឺគ្រប់គ្រាន់ហើយនឹងឲ្យបានស្អាតបងប្អូនអាចឆែកទៅលើក្រុមហ៊ុនផ្សព្វផ្សាយលក់អចលនទ្រព្យណាធំដែលគេមានការថតរូបអញ្ចឹងបងប្អូនអាចមើលជាឧទាហរណ៍របស់គេបានបងប្អូននឹងរៀនថតឲ្យស្អាតដូចគេព្រោះអារូបថតដែលស្អាតនឹងការតុបតែងផ្ទះបងប្អូនស្អាតនោះវាជាតាក់ទាញដល់អតិថិជនក្នុងការមកមើលទ្រព្យរបស់បងប្អូនបុដីក៏ត្រូវថតឲ្យស្អាតឲ្យឃើញមើលទៅប្លង់ទូលាយឃើញផ្លូវបានច្បាស់ធំអញ្ចឹងណាថតកុំឲ្យជាប់ភាពគេហៅថារញ៉េរញ៉ៃអីដូចកន្លែងណារញ៉េរញ៉ៃបងប្អូនកុំថតព្យាយាមធ្វើបានស្អាតហើយតាក់ទងមួយផ្ទះដល់ពេលដែលបងប្អូនដាក់លក់ខ្ញុំរីកមិនឲ្យបងប្អូនកុំមានថាអវ៉ាន់អីហ្នឹងកុំព្យាយាមរស់នៅវាដើម្បីឲ្យវាស្គរសម្រាប់អីឲ្យពេលអីដាក់លក់គឺផ្ទះហ្នឹង clean ហ្មងមានតែ clean ហ្មងណាគឺអវ៉ាន់អីបើអាចផ្ទះដែលកំពុងដាក់លក់បើបងប្អូនមានផ្ទះ2 3ឬមានផ្ទះផ្សេងសម្រាប់រស់នៅបងប្អូនកុំស្នាក់នៅផ្ទះដែលបងប្អូនដាក់លក់នឹងរៀបវាទៅជាផ្ទះដាក់លក់មកទៅអញ្ចឹងណាបើខ្ញុំចង់និយាយគឺមិនគួរស្នាក់នៅតែផ្ទះយើងកំពុងដាក់លក់ទេបើសិនជាយើងមានផ្ទះច្រើនការស្នាក់នៅអញ្ចឹងណាបើអត់មានជំរឿនអាហ្នឹងគាត់តែយើងរៀបឲ្យ clean នៅបានហើយចំណុចមួយទី4សម្រាប់បងប្អូនដែលធ្វើការដាក់លើកខ្លួនឯងបងប្អូនអាចបច្ចុប្បន្ននេះងាយស្រួលដូចពីមុននេះបងប្អូនអាចជ្រើសរើស platform លក់បច្ចុប្បន្នងាយស្រួលណាបងប្អូនមើលព័ត៌មានដីបងប្អូនប្រាប់ពីទំហំdetail ទៅផ្ទះបងប្អូនមានប្រវែងប៉ុន្មានបដ ாய் ប៉ុន្មានមានប៉ុន្មានជាន់ចឹងណាសំណង់ធ្វើឆ្នាំណាបើអាច detail គេកាន់តែល្អកាន់តែល្អកណ្ដុងជូនអតិថិជនណាយើងដាក់ថាផ្ទះយើងសង់ឆ្នាំណាក្បាលដីប្រមាណទំហំផ្ទះប្រមាណមានប្រមាណជាន់ចឹងណាបងប្អូនអាចលម្អិតហ្នឹងក៏ធ្វើជាការតាក់ទាញមួយបងប្អូនតាក់ទងជាមួយនឹងដីវិញបងប្អូនត្រូវ detail ឲ្យច្បាស់តាក់ទងមួយក្បាលដីនឹងមិនឲ្យទំហំដីឲ្យបានឲ្យត្រូវជាមួយនឹងប្លង់ឲ្យខុសប្លង់ណាគឺដីគឺប្រយ័ត្នទៅនឹងឲ្យខុសប្លង់ហើយតាក់ទងមួយដីខ្ញុំ recommend មួយទៀតគឺនៅពេលបងប្អូនរៀបចំដីដាក់លក់សម្រាប់ដីបងប្អូនត្រូវដាក់បកគោព្រំដីឲ្យបានច្បាស់បងប្អូនរៀបចំបកគោព្រំដីជុំវិញឲ្យបានច្បាស់លាស់ហើយកុំឲ្យមានដំណោះអញ្ចឹងឲ្យមានហើយចាប់បងប្អូនរៀបចំទៅការដាក់លក់បាទហ្នឹងដាក់តងប្លង់ដីហើយបងប្អូនថតរួចរាល់ហើយបងប្អូនត្រូវជ្រើសរើស platform បច្ចុប្បន្ននៅក្នុងស្រុកខ្មែរ
ខ្មែរយើងអាច marketplace នៅក្នុង Facebook ក៏យើងអាចបោះលក់បានបើបងប្អូនចេះ boot ចេះអីទៀត Facebook ខ្លួនឯងក៏អាច boot បោះបានដែរបាទហ្នឹងដែលបងអាចដាក់លក់បានហើយជំរឿនមួយទៀតនោះគឺអាចលក់ក្នុងខ្មែរ24ឬក៏ខ្មែរ real estate platform អស់ហ្នឹងគឺមានអ្នកគាត់អតិជនដែលគាត់ចង់ទៅរកទិញទៅរកដោះដូរអចលនទ្រព្យអីគាត់ស្វែងរកតាមព័ត៌មានតាមនឹងច្រើនអញ្ចឹងបើសិនជាបងប្អូនជាម្ចាស់អចលនទ្រព្យខ្លួននេះបងប្អូនអាចសាកបងលក់តាមវិធីហ្នឹងបានហើយបច្ចុប្បន្ននេះមាន platform មួយទៀតដូច TikTok អីក៏អាចលក់បានដែរបងប្អូនព្យាយាមធ្វើការផ្សព្វផ្សាយទៅបាទអាចមានឱកាសក្នុងការលក់បានឲ្យខ្លួនឯងមិនចាំបាច់ប្រើ agency ទេដោយសារខ្ញុំចែកជូនចំណុចនេះពួកខ្ញុំធ្លាប់ធ្វើ agency ខ្ញុំដឹងពីរបៀបរៀនលក់ហើយខ្ញុំបញ្យល់បងប្អូនហ្នឹងលោកបងប្អូនខ្លះគាត់ចង់ប្រើប្រាស់របស់ agency អាចសាកល្បងលក់ខ្លួនឯងសិនទៅបើសិនជាបងប្អូនអត់មានសមត្ថភាពលក់ខ្លួនឯងទេចាំរកសេវា agency ក៏បានដែរហើយចំណុចទី5នោះខ្ញុំតាក់ទងមួយការកំណត់តម្លៃអចលនទ្រព្យបងប្អូនក្នុងស្ថានភាពបច្ចុប្បន្នបងប្អូនដែលចង់ធ្វើការលក់ផ្ទះលក់ដីខ្ញុំនិយាយនេះតាក់ទងមួយបងប្អូនលក់ផ្ទះលក់ដីក្នុងកម្រិតមធ្យមណាបងប្អូនព្យាយាមលក់ក្នុងតម្លៃដែលសមរម្យហើយដែលបងប្អូនធ្វើការស្រាវជ្រាវទីផ្សារនោះបងប្អូនសូមលក់តម្លៃសមរម្យនោះសមរម្យបែបម៉េចបងប្អូនអាចធ្វើការស្រាវជ្រាវផ្ទះជុំវិញប្លុកបងប្អូនមើលថាគេលក់តម្លៃបានហើយផ្ទះគេទំហំបានដីគេទំហំបានបងប្អូនមើលទៅហើយធៀបមួយនឹងផ្ទះបងប្អូននៅរៀបចំឲ្យបានស្អាតជាងគេជាការកែតម្លៃហើយបើធៀបនឹងតម្លៃគេដាក់លក់ហើយបើសិនជាបងប្អូនរៀបចំហើយបានស្អាតជាងគេហើយផ្ទះបងប្អូនលក់ក្នុងតម្លៃដូចគេដូចឯងឬក៏អាចធូរជាងគេបន្តិចចាសមរម្យណាសមរម្យតាមទីផ្សាររបស់សប្តាហ៍ថ្ងៃណាបាទឱកាសរបស់បងប្អូនលក់អចលនទ្រព្យក្នុងស្ថានភាពឥឡូវគាត់នៅតែបានអញ្ចឹងបាទមកសួរអីព្រោះអីតម្រូវការផ្ទះស្នាក់នៅតែមានសម្រាប់បងប្អូនគេត្រូវការអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនចង់លក់អាចព្យាយាមធ្វើអញ្ចឹងបានហើយចំណុចចុងក្រោយខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចនៅពេលដែលបងប្អូនរៀបចំអ្វីដែលខ្ញុំរៀបរាប់ខាងលើហើយអ្វីដែលចុងក្រោយគឺខ្ញុំលំអិនទៅជាមួយនឹងឯកសារប្លង់សូមបងប្អូនមេត្តាពិនិត្យមើលប្លង់ខ្លួនឯងបានច្បាស់បើសិនជាឈ្មោះខ្លួនឯងវាងាយស្រួលទេតែដូចបងប្អូនខ្លះពុកម៉ែបងប្អូនយើងតាមខេត្តខ្លះគាត់នៅតាមខេត្តគាត់អត់សូវយល់រឿងប្លង់អីអញ្ចឹងមុននឹងធ្វើការវាត្រូវតម្លៃគ្នាហើយចរចាតម្លៃគ្នាត្រូវហើយអ្វីទាំងអស់ត្រូវគ្នាសូមពិនិត្យមើលប្លង់ខ្លួនឯងឲ្យបានច្បាស់លាស់ក្នុងការរត់ការថាអាចកាត់ឈ្មោះបានឯកសារប្លង់អត់មានជាប់បញ្ហាអីទេអត់មានវងតវងតកោច្រើនទេអាចព្រឹត្តឯកសារខ្លួនឯងឬជាមួយនឹងប្រពន្ធ2នាក់អីចឹងអាចព្រឹត្តកាត់ប្លង់ជាមួយគេបានចាំចុះកិច្ចសន្យាទិញលក់មួយគេឬក៏នៅពេលដែលបងប្អូនអត់ទៅយល់រឿងហ្នឹងខ្ញុំរីកមិនឲ្យបងប្អូនទៅស្វែងរកសូយោដីស្រុកឬក៏ខណ្ឌខាងទីសួរនាំពួកគាត់តេតងមួយការកាត់ឈ្មោះទេសិទ្ធហើយតេតងមួយឯកសារដើម្បីទៅព្រោះជួនកាលបងប្អូនយើងមួយចំនួនគាត់អត់សូវយល់រឿងហ្នឹងទេអញ្ចឹងខ្ញុំរីកមិនឲ្យបងប្អូនបើករណីមុននឹងគេត្រូវតម្លៃមួយយើងហើយសូមទៅសួរព័ត៌មានខាងមន្ត្រីសូរយាយដីតេតងមួយនឹងការកាត់ឈ្មោះសិនហើយនឹងឯកសារតម្រូវថាតម្រូវអីខ្លះរួចហើយចាប់បងប្អូនធ្វើកិច្ចសន្យាទិញលក់ជាមួយអតិថិជនកុំឲ្យមានបញ្ហាធ្វើឯកសារទិញលក់មួយគេហើយជាប់កុងត្រាមួយគេហើយដល់ពេលមកកាត់ឈ្មោះមានបញ្ហាព្រោះអាហ្នឹងខ្ញុំជួបច្រើនបញ្ហាមួយចំនួនដូចជាពេលខ្លះជាទ្រព្យសល់ពីមរតកដែលមានបងប្អូនជាច្រើនដោយការកាត់ឈ្មោះខ្លួនឯងអត់ដឹងតែនៅរាល់ថ្ងៃថារបស់ខ្លួនឯងដល់ពេលលក់ឲ្យគេទៅផ្ដិតមេដៃលក់នៅឯអាកាសហ្នឹងគាត់ជារឿងមួយអញ្ចឹងមានរឿងច្រើនទៀតតែគាត់ថាបើសិនជាបងប្អូនណាមានបញ្ហាចម្ងល់ទៅលើហ្នឹងខ្ញុំអាចបកស្រាយបានខ្លះបើសិនជាសួរខ្ញុំផ្ទាល់ណាអាចឆាក់ខ្ញុំសួរផ្ទាល់ខ្ញុំអាចផ្សាយប្រាប់បានអញ្ចឹងទាំងអស់ហ្នឹងខ្ញុំគាត់តែចែកជូនជាចំណេះដឹងតិចតួចទេដោយសារខ្ញុំតបបាននិយាយអញ្ចឹងខ្ញុំធ្លាប់ធ្វើការងារនឹងច្រើនអញ្ចឹងខ្ញុំអាចយកបងប្អូនអាចធ្វើវិធីសាស្ត្រហ្នឹងទៅដែលបងប្អូនចង់លក់ទ្រព្យខ្លួនឯងអញ្ចឹងណាកុំឲ្យថាអស់ថ្លៃសេវា agency ប៉ុន្តែបើសិនជាបងប្អូនគិតថាបងប្អូនរវល់កិច្ចការងារប្រចាំថ្ងៃបងប្អូនហើយដូចជាអត់មានចំណេះដឹងច្បាស់ខាងហ្នឹងអាចរកតាក់ទងខាង agency ជួយលក់ឲ្យក៏បានដែរតែសូមពិនិត្យមើល agency ដែលគាត់មាន
ក្រុមហ៊ុនអាចថាក្រុមហ៊ុនធំៗគេមានគេឈ្មោះអញ្ចឹងទៅឬក៏ agency តាមស្រុកភូមិយើងណាក៏ដោយតែក៏ឲ្យគាត់មានចំណេះដឹងសាកសួរគាត់ឲ្យបានច្បាស់លាស់ណាហើយគាត់អាចយល់ការងារហ្នឹងចាំផ្ដល់ឲ្យគាត់លោកកុំជិះវាមានបញ្ហាតំណឲ្យផ្សេងអញ្ចឹងណាតែទៅមកផ្លូវច្បាប់បាទថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណច្រើន